ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនគ្នាថ្ងៃនេះខ្ញុំបានថាកាត់ណាហ្នឹងហើយខ្ញុំទៅជួបតិចមកខ្ញុំខាងរួចទៅសុំទឹកក្តៅបងប្អូនគ្នាណាទឹកក្តៅយើងដាំពុះនឹងដាក់ស្រុះសាច់ចោលម្លែកទៅហើយនឹងខាត់ណាយើងហាន់រួចយើងទឹកម្ដងហើយយើងយកទៅស្រុះទឹកក្តៅដែរបងប្អូនគ្នាយើងដាក់អំបិលតិចទៅយើងដាក់ខាត់ណាហ្នឹងទាំងដើមទាំងគល់ហ្នឹងយើងស្រុះណាយើងត្រឡប់ទៅត្រឡប់មកឲ្យវាសាប់ហើយចឹងតែប៉ុណ្ណឹងបានហើយបងប្អូនគ្នាណាយើងស្រោះទឹកវាទុកម្លែកទៅហើយបន្ទាប់មកទៀតយើងដាក់អាលីងខ្ទឹមបងប្អូនគ្នាណាហ្នឹងហើយដាក់ខ្ទឹមអាលីងចឹងមកហើយបន្ទាប់មកទៀតយើងស្រង់សាច់ឲ្យយើងបានពីទឹកដៃណាយកមកមកជាមួយខ្ទឹមហ្នឹងគ្នាទៅញ៉ាំក៏ថែមជាមួយណាទុបក៏មិនប៊ីចេងទឹកໄខនឹងខ្យងផងដែរបងប្អូនគ្នាយើងដាក់តាមបានម្ហូបរបស់យើងទៅយើងធ្វើទៅតែអញ្ចឹងតាមចំណង់ចំណូលចិត្តហ្នឹងណាយើងគិតថាយើងដាក់ហ្នឹងថែមតាមហ្នឹងចឹងទៅយើងកូរច្របល់សាច់ខ្ញុំឲ្យសាច់ទៅគឺទៀតឲ្យវាឆ្អិនណាដាក់ឡៅវាស្រុះចូលតែប៉ុណ្ណឹងព្រោះរាល់បងប្អូនគ្នាគឺវីដេអូក៏អរគុណ